ជារឿងពិតដែរឬទេនៅពេលដែលយើងនៅក្បែរព្រលឹងខ្មោចឬក៏មានវិញ្ញាណណានៅចិត្តយើងណាគឺយើងតែងតែធំក្លិនផ្កាម្លិះក៏អូបប្រហែលអ្វីដែលសំខាន់នឹងអ្នកខ្លះទៀតគឺគាត់ធំក្លិនផ្សែងធូបតែម្ដងថ្ងៃហ្នឹងគឺខ្ញុំមានសាច់រឿងខ្មោចផ្ទាល់តែម្ដងគឺមកពីបងផំម្នាក់ដែលគាត់មានឈ្មោះថាវឌ្ឍនៈអញ្ចឹងបងវឌ្ឍនៈកាលពីឆ្នាំ2018គាត់គឺជានិស្សិតឆ្នាំទី4នៅក្នុងសាកលវិទ្យាល័យមួយកន្លែងគាត់បានជួបផ្ទះនៅភ្នំពេញហើយគាត់មានជីវភាពធូរធារខ្លាំងមែនតើអញ្ចឹងមានពេលមួយហ្នឹងគឺគាត់បានដើរទៅផ្សារប៉ុន្តែគឺគាត់បានប្រទះឃើញជាមួយនឹងតុកឈើមួយដែលវាមើលទៅជាវ៉ែរបស់គាត់ដែលគាត់ស្រឡាញ់ជាមួយនឹងបែបខ្មែរអញ្ចឹងគាត់ក៏សម្រេចចិត្តទិញតុកហ្នឹងដែលមិនស្ទាក់ស្ទើរតែម្ដងពេលដែលគាត់ទិញហ្នឹងអ្នកលក់បានប្រាប់គាត់ថានេះគឺជាតុកបើមកតាប់តុកហ្នឹងគឺតាំងពីសម័យបុរាណមកម្ល៉េះអញ្ចឹងអ៊ីលក់រៀងតម្លៃគួរសមអញ្ចឹងទៅប៉ុន្តែបងវឌ្ឍនៈគឺអត់តថ្លៃទេអ្នកទាំងគ្នាដោយសារតែគាត់ចូលចិត្តរបស់បែបបុរាណតាំងពីសម័យដើមអញ្ចឹងគឺគាត់ចូលចិត្តតុបតែងបន្ទប់គាត់បែបអញ្ចឹងពីគាត់បានឲ្យលុយអ៊ីអ្នកលក់អីហើយអ៊ីអ្នកលក់ហ្នឹងគឺបានឲ្យគេដឹកតុកហ្នឹងទៅឲ្យគាត់ទៅដល់កន្លែងបន្ទប់គាត់ផ្ទាល់តែម្ដងអញ្ចឹងនៅពេលដែលបងវឌ្ឍនៈទទួលបានតុកហ្នឹងគឺគាត់ស្រឡាញ់ពេញចិត្តមែនតើគាត់បានថតរូបមកស្លឹកជាមួយនឹងតុកហ្នឹងអញ្ចឹងទៅអ្វីដែលសំខាន់ហ្នឹងគឺគាត់បានរៀបចំដែលគាត់បន្ទប់គាត់ស្អាតមែនតើព្រោះដល់ពេលយប់បន្ទាប់ពីគាត់ត្រឡប់មកពីញ៉ាំអីវិញជាមួយនឹងពូម៉ាក់វិញខ្ទង់មកប្រហែលជា8កន្លះយប់គាត់បានចូលងុយទឹកប៉ុន្តែមុនដល់ពេលគាត់ចូលងុយទឹកហ្នឹងគាត់អង្គុយមើលតុកគាត់ឡើងស្ទូនៅតែព្រាដោយសារតែគាត់ស្រឡាញ់តុកហ្នឹងមែនតើអញ្ចឹងវិតទឹករៀបចំខ្លួនលាប skin care អីហើយមកខ្ទង់ប្រហែលជា10កន្លះគឺគាត់ចាប់ដើមរៀបគេងឯដោយសារតែគាត់ត្រូវរៀនផឹបអញ្ចឹងដល់ពេលដែលគាត់គេងហ្នឹងគាត់គេងលក់ប្រហែលជាបានមកស្ទុះគាត់ដឹងថាមួយនាទីទេគឺគាត់ចាប់ដើមមានអារម្មណ៍ថាធំក្លិនក្អូបអញ្ចឹងគាត់ក៏បានដើរមើលដោយសារតែក្អូបហ្នឹងវាក្អូបបែបរៀងឆ្ងៀមបែបរៀងផ្កាម្លិះអ្នកតែគ្នាយល់អត់អញ្ចឹងគាត់ដើរមើលឃើញលោមានដុំសាក់ណារបៀបរៀងខ្ទុះសេឬក៏អីចឹងទៅគាត់ដើរងើបមើលហ្នឹងគឺមានឃើញអីទេប៉ុន្តែក្លិនហ្នឹងគឺចម្លែកមែនតើគឺវាភាយម៉ាសាមកជាមួយគាត់អញ្ចឹងដោយសារតែគាត់រកអត់ឃើញថាមានដុំសាក់ណាខូចទេគាត់ក៏បានគេវិញទៅប៉ុន្តែគេហ្នឹងគេអត់លក់ទេចាប់ផ្ដើមធំក្លិនក្អូបទៅអ្វីដែលសំខាន់ហ្នឹងអស់ពីក្លិនផ្កាម្លិះចូលមកដល់ក្លិនធូបអ្នកទាំងគ្នាដែរធំក្លិនធូបអាគេដុតធូបខ្សែនេះអញ្ចឹងគឺគាត់ធំបែបហ្នឹងអញ្ចឹងគាត់ចាប់ដើមឆ្ងល់មែនតើអ្នកទាំងគ្នាគាត់រកមើលប៉ុន្តែមានឃើញអីទេគាត់ក៏បានសង្ងំគេងវិញទៅកាត់ចូលមកដល់ពេលថ្ងៃទី2ដែលគាត់បានទិញតុកហ្នឹងអញ្ចឹងពេលយប់ដដែលបន្ទាប់ពីគាត់បានមកពីសាលារៀនពេលល្ងាចហើយគាត់បានញ៉ាំអីដូចគ្នាហ្នឹងគាត់ចូលមកមុជទឹកសារហ្នឹងស្អាតតែគាត់មានអារម្មណ៍ថាពេលដែលគាត់កំពុងតែមុជទឹកហ្នឹងគាត់ឮសំឡេងមនុស្សគោះតុកគុកគុកគុកឮអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងគាត់ចាប់ផ្ដើមបើកទ្វារបន្ទប់ទឹកអាចក៏មើលថាអ្នកណាគេចូលមកបន្ទប់គាត់ដោយសារតែគាត់ហ្នឹងគឺរស់នៅម្នាក់ឯងទេអ្នកទាំងគ្នាឆ្ងល់ថាអ្នកណាគេចូលមកបន្ទប់ឬក៏អ្នកណាគេគូទ្វារអញ្ចឹងទៅខំប្រឹងអត់មកមានឃើញណាគេក៏បន្តការមុជទឹកតកំពុងតែមុជទឹកហ្នឹងស្រាប់តែក្អីនៅទឹកនេះដួលប្រាវតែម្ដងអញ្ចឹងក្អីនៅកន្លែងតុកដែលគាត់បានទិញហ្នឹងគឺដួលប្រាវគាត់ស្លៀកកសែងចេញមកមើលនៅក្រៅហ្មងថាមានអ្នកគេចូលបន្ទប់គាត់ហើយគាត់ភ័យមែនតើគាត់មានគិតរឿងវិញ្ញាណអីទេគាត់គិតថារឿងមានចោលចូលផ្ទះគាត់អីចឹងទៅបន្ទាប់ពីគាត់បានស្វែងរកមើលមកស្ទុះហាក់មានឃើញអីទេគាត់ចាប់ផ្ដើមមានការសង្ស័យប៉ុន្តែអត់ទាន់ច្បាស់ទេថាខ្មិចលោខ្មិចអីចឹងណាចឹងគាត់មុជទឹករៀបចំខ្លួនឯហើយក៏គាត់កេងទៅប៉ុន្តែយប់ថ្ងៃទី2ហ្នឹងដដែលពេលដែលគាត់កេងខ្ទង់មកប្រហែល2គាត់មើលទូរស័ព្ទច្បាស់មែនតើគាត់បានយល់សពឃើញនារីម្នាក់ស្លៀកឈុតបែបបុរាណប៉ុន្តែរៀបស្បែកសហើយភ្នែកគាត់គឺធម្មតាអីទាំងអស់គឺអត់មានរបៀបថាគ្រោះអីទេគាត់តែថាសក់គាត់វែងហើយអង្គុយនៅលើតុដែលគាត់ដាក់នៅចុងជើងហ្នឹងហើយបាននិយាយថារបស់នឹងរបស់ខ្ញុំទេឲ្យខ្ញុំមកវិញមកអញ្ចឹងគាត់ភ្ញាក់ពប់គាត់ភ័យមែនតើគាត់បានមើលទូរស័ព្ទមក2យប់នៅតែគ្នាអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាតុកនឹងគឺមានម្ចាស់មានវិញ្ញាណនៅតាមហើយអញ្ចឹងស្អែកឡើងគាត់សម្រេចចិត្តយកតុកនឹងទៅវត្តដើម្បីឲ្យព្រះរាជគុណគាត់សូត្រមន្តឲ្យវេទៅឲ្យព្រលឹមគេវិញអញ្ចឹងទៅបន្ទាប់ពីស្អែកឡើងហ្នឹងគាត់បានឲ្យគេដឹកយកតុកនឹងដាក់ឡានហើយយកទៅវត្តអីចឹងទៅអញ្ចឹងព្រះរាជគុណក៏បានសូត្ររបៀបថាសូត្រមន្តវេតុកនឹងទៅឲ្យគេវិញហើយគាត់ក៏បានទុកអាតុកដែលចាស់ហ្នឹងគឺនៅវត្តតែម្ដង